លោកស្រីច័ន្ទធូសូមបដិសេធទាំងស្រុងចំពោះព័ត៌មានដែលបានចុះផ្សាយថាយើងខ្ញុំបានផ្ទេរទ្រព្យសម្បត្តិកឹបកេងប្រាក់ឬទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន 7NG Group មកធ្វើជាទ្រព្យសម្បត្តិផ្ទាល់ខ្លួនអំឡុងឆ្នាំ2006ដល់2011ដែលមានតួនាទីជាអភិបាលក្រុមហ៊ុនកាលពីពេលថ្មីនេះមានអ្នកសារព័ត៌មានដែលបានចុះផ្សាយថាយើងខ្ញុំបានផ្ទេរទ្រព្យសម្បត្តិកឹបកេងប្រាក់ឬទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន 7NG Group មកធ្វើជាទ្រព្យសម្បត្តិផ្ទាល់ខ្លួនអំឡុងឆ្នាំ2006ដល់ឆ្នាំ2011ដែលមានតួនាទីជាអភិបាលក្រុមហ៊ុនលោកស្រីច័ន្ទធូបានធ្វើការបដិសេធនិងច្រានចោលទាំងស្រុងដែលមានខ្លឹមសារបញ្ជាក់ជូនដូចខាងក្រោមខ្ញុំបាទឈ្មោះស្រីច័ន្ទធូកើតថ្ងៃទី5ខែឧសភាឆ្នាំ1980សញ្ជាតិខ្មែរនិងប្រពន្ធឈ្មោះឡុងនាងវចនាកើតថ្ងៃទី9ខែធ្នូឆ្នាំ1982សញ្ជាតិខ្មែរអាសយដ្ឋានផ្ទះលេខ17ផ្លូវ422ភូមិ13សង្កាត់ទលេបាសាក់ខណ្ឌចំការមនរាជធានីភ្នំពេញលេខទូរស័ព្ទ099 77 7 គោរពជូនបណ្ដាញសារព័ត៌មានទូទាំងប្រទេសជាតិកម្ពុជាជាទីគោរពដ៏ខ្ពង់ខ្ពស់កម្មវត្ថុស្នើសុំបដិសេធទាំងស្រុងចំពោះព័ត៌មានដែលបានចុះផ្សាយថាយើងខ្ញុំបានផ្ទេរទ្រព្យសម្បត្តិកឹបកេងប្រាក់ឬទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន 7NG Group មកធ្វើជាទ្រព្យសម្បត្តិផ្ទាល់ខ្លួនអំឡុងឆ្នាំ2006ដល់ឆ្នាំ2011ដែលមានតួនាទីជាអភិបាលក្រុមហ៊ុនយោងសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន 7NG ចុះថ្ងៃទី9ខែតុលាឆ្នាំ2025សេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន 7NG ចុះថ្ងៃទី12ខែវិច្ឆិកាឆ្នាំ2024លិខិតប្រកាសរបស់ក្រុមហ៊ុន 7NG ចុះថ្ងៃទី12ខែមិថុនាឆ្នាំ2023សំណុំរឿងព្រហ្មទណ្ឌលេខ8290ចុះថ្ងៃទី27ខែធ្នូឆ្នាំ2024ដែលលោកឪពុកស្រីសុធីអុកញ៉ាស្រីច័ន្ទថនលោកស្រីចន្ទថានិងលោកស្រីសុធីរិទ្ធបានប្តឹងយើងខ្ញុំពីបទឆោបោកនិងរំលោភទំនុកចិត្តដីកាសម្រាប់ដំណើររឿងទុកឥតចាត់ការលេខ292អយញោរបស់អាយកាអមសាលាដំបូករាជធានីភ្នំពេញសេចក្តីសម្រាប់ដំកល់ដីកាដំកល់រឿងទុកឥតចាត់ការលេខ276សតប្រក025របស់មហាអាយកាអមសាលាដំបូករាជធានីភ្នំពេញយើងខ្ញុំបានប្តឹងបកវិញពីបទបរិហាបង្កាច់គេប្រព្រឹត្តទៅនៅរាជធានីភ្នំពេញនៅថ្ងៃទី24ខែធ្នូឆ្នាំ2024ផុសតាងការប្រគល់មូលបទានបត្រជាសហុយនៃការធ្វើបានដីទាំងអស់ជូនចំពោះលោកឪពុកស្រីសុធាសរុបទឹកប្រាក់ចំនួន$3,992,459សម្រាប់ប្រើប្រាស់និងធ្វើបានដីទាំងអស់ឲ្យខ្ញុំបាទស្រីច័ន្ទធូផុសតាងសារសម្លេងតាមរយៈ Telegram និងវីដេអូតបតាមកម្មវត្ថុនិងយោងខាងលើយើងខ្ញុំមានកិត្តិយសសូមជម្រាបជូនដល់សាធារណជនបណ្ដាញក្រុមអ្នកសារព័ត៌មានថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់មេត្តាជ្រាបថាក្រុមហ៊ុន 7NG Group កំពុងបានញុះញង់កុហកថ្នាក់ដឹកនាំនិងបន្លំសាធារណជនឲ្យមានការយល់ច្រឡំក្រោមលេសអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដីឡូជូនអតិថិជន 7NG បុរីសន្តិភាព3ដែលមានចំនួនត្រឹមតែ8,000 ឡូ5ម៉ែត្រគុណ20ម៉ែត្រស្មើទំហំដីសរុប90ហិកតាតែប៉ុណ្ណោះដែលជាធម្មតាគម្រោងពោះដីឡូតែងចំណេញប្រាក់ចន្លោះពី 20% ទៅ 30% បន្ទាប់ពីពោះដីឡូចាក់ដីហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹកអគ្គិសនីនិងប្រព័ន្ធលូរួចរាល់សួរថាតើក្រុមហ៊ុន 7NG ទទួលប្រាក់ពីអតិថិជនទាំងអស់ទៅណានិងធ្វើអ្វីបានជាមិនអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជូនអតិថិជនតែបែរជាមកចោទប្រកាន់យើងខ្ញុំទៅវិញជាពិសេសគឺបានព្យាយាមបិទបាំងមិនឲ្យគេដឹងអំពីស្ថានភាពអាក្រក់ខាងលើនេះដែលបានកាត់ឡើងដើម្បីយកទ្រព្យសម្បត្តិរបស់យើងខ្ញុំក្នុងការសងបំណុលនៅធនាគារឯកជននិងការប្រើប្រាស់ខុសទិសដៅតែប៉ុណ្ណោះផ្ទុយទៅវិញពួកគាត់បានព្យាយាមរុញស្ថានភាពដ៏អាក្រក់នេះឲ្យយើងខ្ញុំជាអ្នកទទួលខុសត្រូវជំនួសពួកគាត់ទាំងស្រុងតាមរយៈការផ្សព្វផ្សាយព័ត៌មានមូលបង្កាច់បង្ខូចកិត្តិយសការដាក់ពាក្យបណ្ដឹងតវ៉ានិងការទាមទារទ្រព្យសម្បត្តិផ្សេងៗសូម្បីតែផ្ទះឯកជនផ្ទាល់ខ្លួនរបស់យើងខ្ញុំក៏ពួកគាត់ចេញដីការរឹបអូសដែរ
ដោយប្រើប្រាស់មូលហេតុថាយើងខ្ញុំបានកឹបកេងលួចលុយក្រុមហ៊ុនធ្វើឲ្យក្រុមហ៊ុនខ្វះដើមទុនសម្រាប់អនុវត្តកាតព្វកិច្ចសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗតាមការសន្យាជូនអតិថិជនរបស់ពួកគាត់និងបានចោទប្រកាន់ខ្ញុំបាទជាអ្នកបង្កបញ្ហាធ្វើឲ្យអតិថិជនបាត់បង់ទំនុកចិត្តនិងជាអ្នករៀបចំផែនការដើម្បីបដិសេធប្រគល់ដីឡូជូនអតិថិជនរបស់ពួកគាត់តាមរយៈការផ្សព្វផ្សាយនេះបានធ្វើឲ្យសាធារណជនអតិថិជនជាពិសេសថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ជឿជាក់និងបានដាក់ការសង្ស័យមកលើយើងខ្ញុំដែលជាអ្នកស្លូតត្រង់មកទទួលកំហុសជំនួសពួកគាត់យ៉ាងអយុត្តិធម៌ខ្លាចជាជនបង្កបញ្ហានិងជាកូនអកតញ្ញូចំពោះឪពុកម្ដាយបងប្អូនទៅវិញយើងខ្ញុំមានផតតាំងបង្ហាញភាពស្អាតស្អំរបស់យើងខ្ញុំគឺដីកាសម្រាប់ដំកល់រឿងទុកឥតចាត់ការលេខ292អយោញោចុះថ្ងៃទី10ខែមីនាឆ្នាំ2025របស់អាយកាអមសាឡាដបុករាជធានីភ្នំពេញនិងសេចក្តីសម្រេចដំកល់ដីកាដំកល់រឿងទុកឥតចាត់ការលេខ276សតប្រក025ចុះថ្ងៃទី26ខែមិថុនាឆ្នាំ2025របស់មហាអាយកាសាឡាឧទ្ធរភ្នំពេញដែលពួកគាត់បានប្តឹងយើងខ្ញុំពីបទឆោបោកនិងរំលោភលើទំនុកចិត្តនៅថ្ងៃទី18ខែធ្នូឆ្នាំ2024ទៅអាយកាអមសាឡាដបុករាជធានីភ្នំពេញដោយបានចោទប្រកាន់យើងខ្ញុំថាបានធ្វើការកេងប្រវ័ញ្ចទ្រព្យសម្បត្តិក្រុមហ៊ុនហើយបានយកប្រាក់ចំនួនក្រុមហ៊ុនទាំងអស់ដែលទទួលបានពីអតិថិជនដែលបានបង់ប្រាក់ថ្លៃដីទៅទិញជាច្រើនកន្លែងនៅក្នុងភូមិសាស្ត្រឃុំអរិយក្សត្រស្រុកលវីអែមនិងនៅកន្លែងផ្សេងទៀតហើយរៀបចំធ្វើប្លង់កម្មសិទ្ធិដាក់ឈ្មោះខ្លួនឯងនិងគ្រួសារធ្វើជាម្ចាស់កម្មសិទ្ធិផ្ដាច់មុខទៅលើទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនក្នុងអំឡុងឆ្នាំ2006ដល់ឆ្នាំ2011នៅពេលខ្ញុំបាទឈ្មោះស្រីចន្ទធូមានទូនាទីជាអគ្គនាយកក្រុមហ៊ុន 7NG Group ប៉ុន្តែការចោទប្រកាន់របស់ក្រុមហ៊ុន 7NG ពុំមានភ័ស្តុតាងឡើយហើយយើងខ្ញុំក៏បានប្តឹងពួកគាត់វិញពីបទបរិហាបង្កាច់គេនៅថ្ងៃទី1ខែកក្កដាឆ្នាំ2025ទៅអាយកាអមសាឡាដបុករាជធានីភ្នំពេញបច្ចុប្បន្នសំណុំរឿងដែលយើងបានប្តឹងពួកគាត់ត្រូវតំណាងអាយកាអមសាឡាដបុករាជធានីភ្នំពេញចេញដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួររួចហើយអាស្រ័យដោយបានគោរពជម្រាបជូនខាងលើយើងខ្ញុំសូមជម្រាបជូនសាធារណជនបណ្ដាញសារព័ត៌មាននិងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់មេត្តាជ្រាបដោយក្តីអនុគ្រោះសូមមេត្តាទទួលនៅសេចក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុតអំពីយើង